សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយចង់បង្ហាញអ្នកទាំងអស់គ្នាហើយខ្ញុំនឹងយកទូរស័ព្ទនេះទៅតេស្តជាមួយនឹងសមត្ថភាពវីដេអូហើយនឹងរូបសិល្បៈខ្លះៗជូនដល់អ្នកទាំងអស់គ្នានៅក្នុងដៃខ្ញុំកាន់នេះគឺជា Xiaomi 17 Ultra បាទ Xiaomi 17 Ultra នេះជាប្រភេទ Global version ចំ 100% បងប្អូនណា version ចំ 100% នៅកន្លែងនេះបងប្អូនណាកន្លែង CE ខាងនេះប្រហែលជាអាច focus អត់សូវចាប់ជាប់ទេប៉ុន្តែនេះជាប្រភេទ global version ចំបងប្អូនអត់ចង់ចំណាយលុយច្រើនទៅលើប្រភេទ Xiaomi 17 Ultra បាយលេខាបងប្អូនប្រើតែត្រឹម Xiaomi 17 Ultra នេះក៏បានដែរបងប្អូនណាដោយសារ spec របស់វាអត់មានខុសគ្នាប្រហែលទេបងប្អូនណាអត់មានខុសគ្នាទេតាក់ទងជាមួយនឹងទំហំ sensor camera គឺដូចគ្នាទាំងអស់បងប្អូនណាដូចគ្នាទាំងអស់ខុសសារត្រង់តែការ design ទេប៉ុន្តែសម្រាប់ការប្រើប្រាស់ទូទៅដូចខ្ញុំនិយាយចឹងគឺបងប្អូនប្រើតែត្រឹម Xiaomi 17 Ultra នេះគឺល្អមែនទែនតាក់ទងជាមួយនឹង color tone របស់វាគឺវាថតគឺបែបស្អាតធម្មជាតិវិញគឺដិតស្រស់ល្អសម្រាប់បងប្អូនដែលចូលចិត្តថតទេសភាពថតអី Xiaomi នេះជាជម្រើសល្អសម្រាប់បងប្អូនបាទគឺវាសហការជាមួយនឹងលេខាបាទសហការជាមួយនឹងលេខាហើយនៅក្នុងដៃខ្ញុំកាន់នេះគឺមានទំហំ storage 512G បាទ 512G RAM 16ដោយវាប្រើ chip Snapdragon 8 Elite Gen 5បាទជា chip មួយដែលកំពូលបាទកំពូលខ្លាំងហើយតាក់ទងជាមួយនឹងកាមេរ៉ាក្រោយរបស់វានេះគឺវាលេងដាក់ដល់4គ្រាប់ហើយបងប្អូនណាវាមានតែ3គ្រាប់ទេបាទ3គ្រាប់ទេហើយបើ lens មួយគ្រាប់នេះគឺធំកន្លែងនេះគឺ sensor វាធំមែនទែនបងប្អូនណាធំមែនទែនសម្រាប់ spec អីខ្ញុំនឹងដាក់នៅក្រោមវីដេអូជូនបងប្អូនតាក់ទង spec កាមេរ៉ាថាវាមានទំហំប្រមាណ megapixel ប្រមាណ megapixel ខ្ញុំដាក់នៅខាងក្នុង comment ជូនបងប្អូនបាទប៉ុន្តែវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីសមត្ថភាពនៃការថតរូបវាសិនបងប្អូនណាសមត្ថភាពនៃការថតវាសិនហើយនឹងវីដេអូវាខ្លះมันអាចតេស្តបានទាំងអស់ទេហើយបញ្ជាក់មួយទៀតបើសិនបើបងប្អូនមានតម្រូវការចង់បាន Xiaomi 17 Ultra នេះខ្ញុំមានបងប្អូនណាតម្លៃល្អតម្លៃពិសេសមែនទែនបងប្អូនអ្នកទាំងអស់គ្នាឥឡូវមកសាកតេស្តជាមួយនឹងទូរស័ព្ទ Xiaomi 17 Ultra បាទតេស្តសមត្ថភាពនៃការស៊ូមថត selection បងប្អូនបន្ទាប់មកខ្ញុំនឹងតេស្តសមត្ថភាពថតវីដេអូទៀតបងប្អូនឥឡូវខ្ញុំសាកទៅនោះសិនខ្ញុំប្រើ lens tele មុនណាបងប្អូនណា lens tele ទៅលើអគារខាងមុខបន្ទាប់មកខ្ញុំប្រើ1គុណបាទអានេះ 1x ជាមួយនឹង lens 2x បាទ 3.2 បងប្អូនណា 3.2 4.3 បងប្អូនឥឡូវខ្ញុំវាត់ទៅដល់ 30x ហ្មងបងប្អូនណាកុំឲ្យម៉ោងសៅបាទ30គុណវ៉ាវនឹងល្អមែនទែន lens ខ្ញុំស្រឡាញ់ Xiaomi ថងថាគឺ zoom ហ្នឹងបងប្អូនណាឥឡូវខ្ញុំចូលទៅដល់ 60x តពី 60x ហើយទៅដល់120គុណបងប្អូនបាទ120គុណឥឡូវយើងចូលទៅមើលរូបភាពទាំងអស់គ្នាជាមួយនឹងកម្រិតរូបថតបងប្អូនជាមួយនឹងនេះរូបថតនេះគឺ120គុណនេះគឺល្អមែនទែនបងប្អូន120គុណគឺច្បាស់ detail 30គុណ4 30គុណអូនេះ60បងប្អូនអធិស្ឋាន60 30 3.4.3 បាទអធិស្ឋានទៀត3.2 2 1ហើយនឹងតលាយបងប្អូនគឺរូបភាពឲ្យ detail មកល្អមែនទែនសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូ selfie ខាងមុខរបស់ Xiaomi 17 Ultra ជាមួយនឹងវីដេអូកម្រិត 4K 30 fps បងប្អូនណាកម្រិតវីដេអូ30 fps បងប្អូនតើវីដេអូនេះយ៉ាងណាដែរបងប្អូនតាក់ទងជាមួយនឹងគុណភាពវីដេអូបាទខ្ញុំឆ្លាញ់ទៅលើគុណភាពវីដេអូរបស់ Xiaomi គឺឲ្យមុខ detail ស្អាតបាទសិល្បៈស្អាតដូចខ្ញុំខ្មៅដូចកវីនេះចេញមកគឺយ៉ាងហោចណាស់ក៏វាលើកសម្រស់បានខ្លះដែរបងប្អូនឥឡូវខ្ញុំសាកបញ្ជាក់ជាមួយនឹងថ្ងៃតិចបងប្អូនណាបញ្ជាក់មួយថ្ងៃនៅខាងក្រោយបងប្អូនណាថ្ងៃនៅខាងក្រោយបាទអូធំស្ញាច់ដែរបងប្អូនណាថ្ងៃក្តៅខ្លាំងចឹងយើងមិនអាចប្រឆាំងមួយលើថ្ងៃបានទេប៉ុន្តែបើបែរមកខាងណាវិញក៏មុខយើងវាឲ្យភ្លឺស្ញាច់ពេកដែរចឹងយើងត្រូវតែពេលទៅថតវាមានប្លង់នឹងលុបចឹងទៅវាឲ្យសាច់យើងស្អាតបងប្អូនណាឲ្យសាច់យើងស្អាតបាទឃើញទេបងប្អូនណាការប្រើប្រាស់គឺល្អមែនទែនជាមួយនឹង lens selfie ខាងមុខបាទ selfie ខាងមុខរបស់ Xiaomi 17 Ultra ឥឡូវខ្ញុំនឹងតេស្តវីដេអូនៅខាងក្រោយវិញជាមួយនឹង lens go នៅខាងក្រោយវិញតើវាថតបានល្អយ៉ាងណាដែរបាទ Let's go បងប្អូននេះគឺជាវីដេអូដែលខ្ញុំថតចេញពី lens go ខាងក្រោយបងប្អូនណារបស់ Xiaomi បាទ17 Ultra ជាមួយនឹងកម្រិតវីដេអូ 4K 60 fps បងប្អូនណាខ្ញុំដាក់ចេះឲ្យដើម្បីអីគឺយើងថតវីដេអូធំងាកលឿនចឹងយើងដាក់អាហ្នឹងទៅវាក៏ជួយបានច្រើនដែរបងប្អូនណាបាទ
ចាប់ frame បានច្រើនបាទនេះបងប្អូនជាមួយនឹងវីដេអូនេះគឺខ្ញុំដាក់មួយគុណណាបងប្អូនឥឡូវខ្ញុំដាក់ 2x បាទ 2x 3.2 បាទខ្ញុំដាក់ 4.3 បងប្អូនតើវីដេអូរបស់វាអាចថត zoom បានប៉ុន្មានដែរបងប្អូនណាបាទសម្រាប់វីដេអូរបស់ Xiaomi 17 Ultra នេះគឺវា zoom បាន30គុណបងប្អូនណាគឺវីដេអូ30គុណមែនប៉ុន្តែឲ្យលំនឹងល្អបងប្អូនណាឲ្យលំនឹងល្អអត់ងាកគឺអត់ងាករេទេបាទគឺឲ្យលំនឹងល្អមែនទែនបងប្អូនមើលចាក់ស្ដែងទៅនេះគឺឲ្យលំនឹងល្អបាទគឺឲ្យលំនឹងល្អមែនទែនជាមួយនឹង Xiaomi 17 Ultra បងប្អូនឥឡូវខ្ញុំសាកដាក់ចេះវិញបាទតងនឹងវីដេអូរបស់វាឥឡូវនេះគឺជាវីដេអូ selfie ដែលខ្ញុំប្រើជាមួយនឹង lens gold ខាងក្រោយបងប្អូនណាតើវីដេអូរបស់វាមិនដែរបងប្អូនណាយ៉ាងណាដែរខ្ញុំនៅក្នុងមុខទេខ្ញុំអត់ចេញក្រៅវាធំមានអារម្មណ៍ថាស្ងាយពលឺនៅខាងក្រោយខ្ញុំនេះបងប្អូនណាពលឺថ្ងៃនៅក្រោយចឹងខ្ញុំបែរមកខាងវិញតើវាឲ្យពលឺមិនដែរបងប្អូនអាចមើលជាមួយនឹងគុណភាពនឹងបានបាទជាមួយនឹងកម្រិតវីដេអូ 4K 60 frame ជាមួយនឹងកាមេរ៉ា Gold back ខាងក្រោយបាទអរគុណអ្នកទាំងអស់គ្នាឥឡូវខ្ញុំសាកកាមេរ៉ាជាមួយនឹង Xiaomi 17 Ultra ខ្ញុំនឹងថតវត្ថុគិចិត្តតោះអ្នកទាំងអស់គ្នាចាប់ផ្ដើមទាំងអស់គ្នាឥឡូវខ្ញុំថតជាមួយនឹងការឥឡូវខ្ញុំប្រើថតអគិកាន់តែចិត្តខ្ញុំប្រើមួយគុណសិនបងប្អូនឥឡូវខ្ញុំប្រើ2ដើម្បីយើងថតចិត្តបាទអូខ្យល់បន្តិចបងប្អូនណាខ្យល់បន្តិចញ័រខ្លាំងឥឡូវខ្ញុំប្រើ3បាទឥឡូវខ្ញុំដាក់ឲ្យដល់ណានៃម្ដងបាទខ្ញុំដាក់គៀកចិត្តប៉ុណ្ណេះបាទ 13.7 បងប្អូនឥឡូវយើងចង់ដឹងយើងស៊ូមអស់ស៊ូមអត់កើតទេបងប្អូនចិត្តពេកខ្យល់ខ្លាំងឥឡូវយើងធ្វើប៉ុណ្ណាដែលអាចធ្វើទៅបានបាទខ្យល់បងប្អូនខ្យល់មែនតែនឥឡូវខ្ញុំដាក់ប៉ុណ្ណេះសិនបងប្អូនបាទ30គុណទៅបានហើយឥឡូវយើងប្រើប៉ុណ្ណឹងដែរគៀកចិត្តយើងចង់ដឹងថាមិនដែរបងប្អូនជាមួយវិពងកញ្ញាសិនបាទខ្ញុំគាត់ថាប៉ុណ្ណេះល្អដោយសារអីវាថតមិនខ្ញុំញ័រជាមួយខ្យល់ខ្លាំងបងប្អូនហើយ color ធូនណាបងប្អូនអែមមែនតើណាអែមស្អាតអូលយមែនតើបងប្អូនលយមែនតើពណ៌ចេញមកគឺឲ្យ detail ល្អបាទគឺបែបធម្មជាតិច្រើនឥឡូវខ្ញុំតោះអ្នកទាំងអស់គ្នាឥឡូវមកសាកតេស្តជាមួយនឹង macro mode បងប្អូនណា macro mode ទាំងអស់គ្នាជាមួយនឹងកាមេរ៉ា Xiaomi 17 Ultra ឥឡូវខ្ញុំតេស្ត macro mode ហើយបាទចុច macro mode បាទយើងចង់ថាវាស្អាតប៉ុណ្ណាដែរបាទគ្រប់ប៉ុណ្ណេះមកអែមនេះអូហើយយើងងាកចិត្តតិចមើលបានអត់បងប្អូននេះប៉ុណ្ណេះយើងយកលំអងវាបន្តិចដូចជាអត់ដកឆ្ងាយតិចសំខាន់យើងអត់សូវខ្ញុំអត់សូវចេះថតដែរបងប្អូនអានេះយើងដូរដាក់ live លេខការ live blend បងឥឡូវយើងដាក់ប៉ុណ្ណេះតោះមកយើងដាក់3បាទតោះមកយើងទៅមើលរូបភាពនេះយើងប្រើ live blend នេះគឺវាមានពណ៌នេះគឺអែមពីនេះបាទនេះពណ៌នេះគឺបែបផ្សេងទៀតបាទយ៉ាងម្នាក់ទេបងប្អូនណាពណ៌ live blend និងពណ៌មួយទៀតខ្ញុំអត់ដឹងអានថាម៉េចទេបងប្អូនណាបាទនេះគឺជាវីដេអូដែលខ្ញុំថតគៀកចិត្តផ្កាបងប្អូនណាមិនគៀកបាននេះឥឡូវខ្ញុំសាកស៊ូមកចិត្តមើលបងប្អូនវ៉ាវឃើញកូនតកៅឡើងទួចទៅវិញវើបងប្អូនណាมันធម្មតាណាមើលខ្ញុំថតអូឃើញច្បាស់ទេហើយមើលនឹងភ្នែកមើលអត់ឃើញទេណាបងប្អូនខ្ញុំនិយាយមែនតើណាយើងមើលបំភ្នែកពីចង្ងាយដែលខ្ញុំកាន់ទូរស័ព្ទនោះគឺមើលអត់ឃើញបងប្អូននេះខ្ញុំដាក់តម្លាក់អស់វ៉ាវมันធម្មតាថតទឹកមើលណែអូទេសភាពអែមណាបងប្អូនមើលទៅទឹកដៃមិនធម្មតាទេតែខ្ញុំមិនមែនជាអ្នកជំនាញក្នុងការថតរូបឬក៏ review ទេបងប្អូនណាអធិស្ឋានផងតែការថតប៉ុណ្ណេះមិនដែរបងប្អូនការថតរបស់ខ្ញុំប៉ុណ្ណឹងណាសំខាន់កាហ្វេនៅកន្លែងហ្នឹងគឺស្អាតណាបងប្អូនណាស្អាតហើយមានទឹកនៅខាងក្រោមកញ្ចក់ត្រជាក់ណាអូដល់ពេលយើងស៊ូមចិត្តផ្កាទៅញាក់សាច់ហ្មងណាស្អាតណាបងប្អូនណា color វីដេអូរបស់វាគឺថតមកលយមែនតើបងប្អូនមើលទៅថតបែបធម្មជាតិឬក៏សាច់មនុស្សក៏ស្អាតដែរបងប្អូននិយាយចំគឺ Xiaomi 17 Ultra នេះគឺថតបានមួយចប់បងប្អូនណាគឺថតវីដេអូរហូតដល់ HK 30 frame បងប្អូនបើថត 4K បាន120 frame នេះសម្រាប់វីដេអូនេះគឺខ្ញុំថតតែ 4K 60 frame ទេបងប្អូន
អូអត់ទាស់ស្អាតណាស់នេះជារូបភាពដែលខ្ញុំថតចេញពី Xiaomi 17 Ultra បងប្អូនណាបងប្អូនមើលរូបភាពទៅគឺស្អាតដិតស្រស់មែនទែនបាទថតរូបផ្កាទៅលើ object នេះចិត្តឆ្ងាយគឺល្អមែនទែន zoom ចិត្ត zoom ឆ្ងាយគឺល្អជាមួយនឹងរូបភាពដែលថតចេញពី17 Ultra បាយ17 Ultra នេះបងប្អូនអធិស្ឋានម្ចាស់រូបផងដែលខ្ញុំថតដោយបាទនេះគឺជារូបភាពដែលថតនៅហាងកាហ្វេមួយដែលមានរូបភាពស្អាតមែនទែនបងប្អូនណាថតចេញមកគឺ detail ហើយកន្លែងកាហ្វេគេហ្នឹងគឺអត់ខ្វះប្លង់ថតទេបងប្អូនអាចមកដល់ហាងកាហ្វេនឹងបានអាចមានប្លង់ថតច្រើនមែនទែនខ្ញុំថតអត់អស់ទេណាប្លង់នៅហ្នឹងសម្រាប់កាហ្វេនិងម្ហូបអាហារនៅទីនេះគឺមានតម្លៃសមរម្យមែនទែនបងប្អូនយល់យ៉ាងណាដែរសម្រាប់ទូរស័ព្ទ Xiaomi 17 Ultra នេះបងប្អូនតាក់ទងជាមួយនឹង performance របស់វាគឺខ្លាំងបងប្អូនណាខ្ញុំអត់បានតេស្តជាមួយនឹង performance gaming ទេយើងអត់សំខាន់ខ្ញុំអត់សូវមានពេលវេលាតេស្តជាមួយ gaming ជូនបងប្អូនតេស្ត game តេស្ត speed ល្បឿនកាត់តវីដេអូកាត់អីប៉ុន្តែខ្ញុំគិតថាគឺវាខ្លាំងបងប្អូនណាអត់បារម្ភទេដោយសារវាប្រើ chip ចុងក្រោយ chip Snapdragon 8 Elite Gen 5មកដើមនេះជាជម្រើសសម្រាប់បងប្អូនដែលស្រឡាញ់វិស័យការថតរូបចូលចិត្តបែបទេសភាពអីគឺត្រូវហើយសម្រាប់បងប្អូនដែលស្រឡាញ់ color tone ណាទៅតាមចំណង់ចំណូលចិត្តបងប្អូននេះ Xiaomi color ផ្សេងហ្នឹងទៅ Huawei ផ្សេងទៅ Oppo ផ្សេងទៅសម្រាប់មកដើមនេះគឺជាជម្រើសល្អសម្រាប់បងប្អូនបាទបងប្អូនមានចំណាប់អារម្មណ៍អាចទិញមកដើមនេះទៅគឺល្អមែនទែនបាទខ្ញុំមាននៅក្នុង stock ច្រើនបងប្អូនណាមាននៅក្នុង stock ច្រើនជាមួយនឹង Xiaomi 17 Ultra នេះសម្រាប់បងប្អូនមានតម្រូវការចង់បានអាចឆាតមកខ្ញុំបានណាអីវ៉ាន់មានច្រើនដើមបងប្អូនណាមានពីរពណ៌មានពណ៌សនិងពណ៌ខ្មៅបាទអរគុណ